បាទសូមគោរពនឹងជំរាបសួរអាយដាមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនទាំងអស់ជាទីគោរពជាទីរាប់អានខ្ញុំបាទលោកគ្រូសុនប៊ុនសូមធ្វើការពន្យល់នៅការទូទាយនៅក្នុង app MySB របស់ខ្ញុំបាទដោយនៅក្នុងនោះខ្ញុំបានចងក្រងជាឯកសារ PDF ចាប់ពីឆ្នាំជូតរហូតដល់ឆ្នាំកុរតែនៅក្នុងឆ្នាំជូតឬក៏ឆ្នាំឆ្លូវឆ្នាំខាលថោះរោងម្សាញ់មមីមមែវើការចកលនេះគឺយើងចងក្រងទៅតាមជួរបាទនឹងតាមសេះនៃដួងកែវឆ្នាំនីមួយបាទទៅតាមឆ្នាំដែលសេះពីសេះ1រហូតដល់សេះ7អញ្ចឹងដែរលោកអ្នកដែលមានឆ្នាំកំណើតដែលចាត់ទុកថាជាដួងកែវសេះ1ឬក៏ហៅថាដួងកែវអ្នកកំព្រាយើងត្រូវមើលនៅលើឯកសារដែលខ្ញុំបានចងក្រងថាជាដួងកែវសេះ1ដួងកែវអ្នកកំព្រានោះដែលមានផ្កាយសក្ការៈដែលយើងគួរប្រណិប័តឬក៏រៀននៅមុខវិជ្ជាដែលយើងត្រូវរៀនឬចាប់យកអាជីពដែលផ្កាយសក្ការៈដែលមានពលឺខ្លាំងនិងមានកម្លាំងរឹងមាំទើបជំរុញឲ្យលោកអ្នកអាចคลายទៅជាអ្នកមានទ្រព្យស្ដុកស្ដំបានដោយជៀសវាងនៅផ្កាយដែលมันមានពលឺអាចនឹងមិនជួយឲ្យម្ចាស់ដួងកែវคลายទៅជាអ្នកមានបាននោះទេដោយសារផ្កាយខ្វះពន្លឺឧទាហរណ៍នៅក្នុងដួងកែវសេះ1ឬក៏ដួងកែវអ្នកកំព្រាយើងមានផ្កាយដែលមិនល្អនោះដែលគ្មានពន្លឺនោះមានផ្កាយចំនួន4ដួងផ្កាយទី1នោះគឺជាផ្កាយអាទិត្យដែលស្ថិតនៅលើផ្ទះភាំងកៈបែកបាក់ពុកផុយផ្កាយទី2ផ្កាយច័ន្ទស្ថិតនៅលើផ្ទះពោតិស្អុយរលួយផ្កាយទី3គឺផ្កាយពុទ្ធដែលស្ថិតនៅលើផ្ទះមរណៈគឺសេចក្តីស្លាប់និងជំងឺបាទផ្កាយរាហូក៏មិនល្អដែរបាទអញ្ចឹងដែរផ្កាយចំនួន4នេះគឺយើងមិនអាចចាប់យកនៅមុខវិជ្ជារៀនដែលពាក់ព័ន្ធនឹងផ្កាយទាំង4នេះបានទេហើយយើងគួរចាប់យកនៅផ្កាយរណ្ដៅទ្របផ្កាយទួងជ័យផ្កាយអធិបតីផ្កាយរាជាដែលជាផ្កាយមានកម្លាំងខ្លាំងរឹងមាំនិងចំពោះដួងកែវសេះ1បន្តមកទៀតដួងកែវសេះ2ដួងកែវសេះ2នោះដែលយើងមានផ្កាយរហូតដល់ទៅ5ដួងដែលមានពន្លឺខ្លាំងដែលមានផ្កាយអាទិត្យនោះស្ថិតនៅលើផ្ទះទួងជ័យផ្កាយពុទ្ធស្ថិតនៅលើផ្ទះរណ្ដៅទ្របផ្កាយសៅរ៍ស្ថិតនៅលើផ្ទះរាជាផ្កាយរាហូស្ថិតនៅលើផ្ទះរណ្ដៅទ្របផ្កាយសុក្រស្ថិតនៅលើផ្ទះអធិបតីចឹងដែររាល់ការរៀនសូត្រឬក៏ចាប់យកអាជីពយើងគួរតែចាប់យកអាជីពឬការរៀនសូត្រដែលពាក់ព័ន្ធនឹងផ្កាយពុទ្ធផ្កាយសៅរ៍ផ្កាយរាហូផ្កាយអាទិត្យនិងផ្កាយសុក្រយើងគួរជៀសវាងនៅផ្កាយមិនល្អផ្កាយច័ន្ទភាំងកៈបែកបាក់ពុកផុយផ្កាយអង្គារស្ថិតនៅលើផ្ទះពោតិស្អុយរលួយផ្កាយពហុស្ថិតនៅលើផ្ទះមរណៈមិនល្អទេនឹងយើងគួរជៀសវាងនៅមុខរបរឬក៏មុខវិជ្ជាដែលពាក់ព័ន្ធនឹងផ្កាយ3ដួងនេះចំណែកដួងកែវសេះ3បន្តទៅដួងកែវសេះ3ឬក៏ដួងអ្នកគ្រប់គ្រងអញ្ចឹងនៅក្នុងដួងកែវនេះដែរគឺយើងមានផ្កាយចំនួន4ដែលមានពន្លឺខ្លាំងទី1ផ្កាយអាទិត្យស្ថិតនៅលើផ្ទះរាជាទី2ផ្កាយច័ន្ទស្ថិតនៅលើផ្ទះទួងជ័យទី3ផ្កាយសៅរ៍ស្ថិតនៅលើផ្ទះអធិបតីទី4ផ្កាយពហុស្ថិតនៅលើផ្ទះរណ្ដៅទ្របចឹងដែររាល់មុខវិជ្ជាឬក៏អាជីពយើងត្រូវចាប់យកនៅអាជីពដែលពាក់ព័ន្ធផ្កាយចំនួន4ដួងនេះដោយជៀសវាងនៅផ្កាយអង្គារស្ថិតនៅលើផ្ទះភាំងកៈបែកបាក់ពុកផុយផ្កាយពុទ្ធស្ថិតនៅលើផ្ទះពោតិស្អុយរលួយមិនល្អទេហើយផ្កាយរាហូស្ថិតនៅលើផ្ទះពោតិស្អុយរលួយផ្កាយសុក្រស្ថិតនៅលើផ្ទះមរណៈក៏មិនល្អដែរអញ្ចឹងមុខវិជ្ជាឬក៏អាជីពដែលពាក់ព័ន្ធនឹងផ្កាយ4ដួងនេះយើងមិនអាចយកទៅធ្វើជាអាជីពដើម្បីក្លាយជាអ្នកមានបាននោះទេគួរជៀសវាងដួងកែវសេះ4ឬក៏ហៅថាដួងកែវអ្នកសិក្សាដួងកែវអ្នកសិក្សានេះគឺយើងមានផ្កាយសក្ការៈទាំង8នេះដែលមានផ្កាយ4ដួងមានពន្លឺខ្លាំងនិងផ្
កាយ4ដួងទៀតអបរស្មីមិនល្អមិនជំរុញឲ្យម្ចាស់ដួងកែវខ្លាយជាអ្នកមានបាទហើយយើងគួរតែរៀននៅមុខវិជ្ជាដែលល្អនោះគឺពាក់ព័ន្ធជាមួយនឹងផ្កាយអាទិត្យស្ថិតនៅលើផ្ទះអធិបតីផ្កាយរាជាស្ថិតនៅលើផ្ទះច័ន្ទផ្កាយច័ន្ទផ្កាយអង្គារស្ថិតនៅលើផ្ទះទួងជ័យផ្កាយសុក្រស្ថិតនៅលើផ្ទះរណ្ដៅទ្រាំចឹងដែររាល់មុខវិជ្ជាឬក៏អាជីពយើងគួរចាប់យកនៅអាជីពដែលពាក់ព័ន្ធនឹងផ្កាយ4ដួងនេះមានផ្កាយអាទិត្យផ្កាយច័ន្ទផ្កាយអង្គារនិងផ្កាយសុក្រដោយយើងជៀសវាងនៅផ្កាយពុទ្ធស្ថិតនៅលើផ្ទះភង្គៈបែកបាក់ពុកផុយផ្កាយសៅរ៍ស្ថិតនៅលើផ្ទះមរណៈផ្កាយពហុស្ថិតនៅលើផ្ទះពោធិស្អុយរលួយផ្កាយរាហូស្ថិតនៅលើផ្ទះភង្គៈបែកបាក់ពុកផុយអញ្ចឹងយើងជៀសវាងនៅមុខរបរអាជីពនិងមុខវិជ្ជាដែលយើងត្រូវរៀនសូត្រពាក់ព័ន្ធជាមួយផ្កាយ4ដួងនេះយើងមិនអាចចាប់យកមកធ្វើជាអាជីពឬរៀនមុខវិជ្ជាដើម្បីខ្លាយជាអ្នកជោគជ័យបានទេគួរជៀសវាងយើងចូលដល់ដួងកែវសេះ5ឬក៏ហៅដួងកែវអ្នកសិទ្ធិដួងកែវអ្នកសិទ្ធិនេះដែរគឺយើងមានផ្កាយសក្ការៈដូចគ្នាទាំងអស់ប៉ុន្តែគ្រាន់ថានៅនោះមានផ្កាយដែលមានពលឺខ្លាំងរឹងមាំនោះមានផ្កាយច័ន្ទដែលស្ថិតនៅលើផ្ទះអធិបតីផ្កាយអង្គារស្ថិតនៅលើផ្ទះរាជាផ្កាយពុទ្ធស្ថិតនៅលើផ្ទះទួងជ័យផ្កាយសៅរ៍ស្ថិតនៅលើផ្ទះរណ្ដៅទ្រាំផ្កាយរាហូស្ថិតនៅលើផ្ទះទួងជ័យអញ្ចឹងដែរនៅក្នុងដួងសេះ5ឬដួងអ្នកសិទ្ធិនេះយើងមានផ្កាយរហូតដល់ទៅ5ដួងដែលមានពលឺខ្លាំងអញ្ចឹងយើងគួរចាប់យកនៅអាជីពឬក៏មុខរបរដែលពាក់ព័ន្ធជាមួយផ្កាយចំនួន5ដួងនេះដើម្បីក្លាយជាអ្នកមានហើយយើងគួរជៀសវាងនៅផ្កាយអាទិត្យដែលស្ថិតនៅលើផ្ទះមរណៈមិនល្អទេផ្កាយពហុស្ថិតនៅលើផ្ទះភង្គៈបែកបាក់ពុកផុយនិងផ្កាយសុក្រស្ថិតនៅលើផ្ទះពោធិស្អុយរលួយមិនល្អយើងគួរជៀសវាងនៅមុខរបរអាជីពឬក៏មុខវិជ្ជាដែលពាក់ព័ន្ធជាមួយផ្កាយ3ដួងនេះបាទចឹងដែរយើងចូលដល់ដួងសេះ6ឬក៏ហៅថាដួងអ្នកវិជាការដួងអ្នកវិជាការនេះគឺយើងមានផ្កាយរហូតដល់5ដួងដែរដែលមានពលឺខ្លាំងនិងផ្កាយ3ដួងដែលអបរស្មីក្នុងនោះដែរយើងមានផ្កាយអាទិត្យនោះស្ថិតនៅលើផ្ទះរណ្ដៅទ្រាំផ្កាយអង្គារស្ថិតនៅលើផ្ទះអធិបតីផ្កាយពុទ្ធស្ថិតនៅលើផ្ទះរាជាផ្កាយពហុស្ថិតនៅលើផ្ទះទួងជ័យផ្កាយរាហូស្ថិតនៅលើផ្ទះរាជាអញ្ចឹងរាល់ការរៀនសូត្រចាប់យកមុខវិជ្ជាគួរពាក់ព័ន្ធជាមួយផ្កាយទាំង5ដួងនេះដែលយើងអាចនឹងជោគជ័យនៅក្នុងឆាកជីវិតរបស់យើងគួរជ្រើសរើសនៅមុខរបរដែលយើងពេញចិត្តពាក់ព័ន្ធជាមួយផ្កាយទាំង5ដួងនេះហើយយើងគួរជៀសវាងនៅផ្កាយច័ន្ទផ្កាយសៅរ៍និងផ្កាយសុក្រដែលជាផ្កាយមិនមានពលឺមិនអាចជំរុញឲ្យម្ចាស់ដួងយតារាសីខ្លាចជាអ្នកមានទ្រព្យស្រុកស្ដំបានទេគួរជៀសវាងចូលមកដល់ដួងកែវចុងក្រោយនេះគឺជាដួងកែវអ្នកមហាសេដ្ឋីដួងកែវសេះ7នៅក្នុងនេះដួងកែវនេះគឺពិសេសវិសាលជាងគេដោយសារមានឈ្មោះថាដួងកែវអ្នកមហាសេដ្ឋីនៅក្នុងនោះដោយសារមានផ្កាយសុភគ្រោះចំនួន4ដួងដែលមានពលឺខ្លាំងផ្កាយទី1នោះគឺជាផ្កាយច័ន្ទដែលជាផ្កាយហិរញ្ញវត្ថុស្ថិតនៅលើផ្ទះរណ្ដៅទ្រាំផ្កាយមាសផ្កាយពេជ្របាទហើយផ្កាយពុទ្ធស្ថិតនៅលើផ្ទះអធិបតីផ្កាយពហុស្ថិតនៅលើផ្ទះរាជាផ្កាយរាហូស្ថិតនៅលើផ្ទះអធិបតីនិងផ្កាយសុក្រស្ថិតនៅលើផ្ទះទួងជ័យអញ្ចឹងរាល់មុខរបរឬក៏វិទ្យាដែលគួររៀនសូត្រគួររៀនសូត្រពាក់ព័ន្ធជាមួយនឹងផ្កាយច័ន្ទពាក់ព័ន្ធជាមួយនឹងផ្កាយពុទ្ធពាក់ព័ន្ធជាមួយនឹងផ្កាយពហុពាក់ព័ន្ធជាមួយផ្កាយរាហូពាក់ព័ន្ធជាមួយនឹងផ្កាយសុក្រទើបអាចជំរុញឲ្យម្ចាស់ដួងយតារាសីខ្លាយទៅជាអ្នកមានបានអ្នកមានទ្រព្យស្រុកស្ដំបានបើសិនជាមុខរបរពាក់ព័ន្ធជាមួយនឹងផ្កាយអាទិត្យស្ថិតនៅលើផ្ទះពោធិស្អុយរលួយផ្កាយអង្គារស្ថិតនៅលើផ្ទះមរណៈផ្
កាយសៅស្ថិតនៅលើផ្ទះភាំងកៈបែកបាក់ពុកផុយម្ចាស់ដួងចតារាសីមិនអាចជោគជ័យក្នុងឆាកជីវិតបានទេបាទចឹងដែរខ្ញុំបាទក៏បានរៀបរាប់តាំងពីដួងកៅសេះ1រហូតដល់ដួងកៅសេះ7ហើយនៅក្នុងនោះក៏មានឯកសារខ្ញុំបាទបានសរសេរទៅតាមផ្កាយនីមួយៗផ្កាយណាមានពលឺខ្លាំងផ្កាយណាមានពលឺខ្សោយហើយគួរប្រណិប័តគួរចាប់យកអាជីពនិងមុខវិជ្ជារៀនសូត្រដើម្បីឲ្យជោគជ័យយើងមានរៀបរាប់នៅក្នុងឯកសារជា PDF មានចំនួនដល់7ទំព័រនេះខ្ញុំបានសរសេរទៅតាមមុខងារនៃផ្កាយនីមួយៗផ្កាយណាឲ្យផលល្អផ្កាយណាឲ្យផលមិនល្អយើងសរសេរទៅតាមនោះនៅក្នុងអត្ថន័យនោះហើយលោកស្រីអ្នកនាងកញ្ញាដែលបានចូលមើលទូទាយនៅក្នុង app MySB របស់ខ្ញុំបាទអាច screenshot ដើម្បីមើលឯកសារនេះលម្អិតទៅថ្ងៃក្រោយព្រោះឯកសារនេះខ្ញុំបានសរសេរចងក្រងនេះលម្អិតហើយមានតាំងពីមុខរបរអាជីពធ្វើការមានតាំងពីយកបុត្រីបុត្រាទៅកើតថ្ងៃអីមានមិត្តភ័ក្តិទៅកើតឆ្នាំខែកើតថ្ងៃអីល្អយោងដល់ឪពុកម្ដាយហើយត្រូវយកប្តីយកប្រពន្ធកើតថ្ងៃអីបាទត្រូវប្រើលេខនិងពណ៌ទៅតាមថ្ងៃដែលយើងកើតដើម្បីឲ្យមានហុងស៊ុយប្រើលេខប្រើពណ៌បាទដើម្បីឲ្យមានសេរីសួស្តីនិងមានចងក្រងជាច្រើនទៀតនៅក្នុងឯកសារដែលខ្ញុំបានសរសេរនោះបាទលម្អិតច្រើនហើយលោកអ្នកអាចនឹងចូលទទួលទាយហើយយើងសែវទុកដើម្បីមើលទៅថ្ងៃអនាគតព្រោះដោយសារការសរសេរនេះគឺសរសេរមួយជីវិតរបស់មនុស្សតាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់ហ្មងបាទចឹងដែរខ្ញុំបាទលោកគ្រូសនប៊ុនក៏សូមបញ្ចប់នៅការអធិប្បាយនៅដួងកៅសេះ1រហូតដល់សេះ7សូមបញ្ចប់ត្រឹមប៉ុណ្នេះសូមគោរពថ្លែងអំណរគុណដល់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាពុកម៉ែបងប្អូនជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលមានគ្រប់ក្រុមគ្រួសារបាទសូមគោរពជំរាបលាបាទ